សុស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ Admin មានរឿងរ៉ាវពីរផ្សេងគ្នាមកចែកជូនបងប្អូនសម្រាប់នៅក្នុងរាត្រីនេះរឿងរ៉ាវទី1ទាក់ទងទៅនឹងបុរសម្នាក់ដែលគាត់មានលុយបន្តិចបន្តួចដើម្បីនឹងទិញម៉ូតូមួយគ្រឿងសម្រាប់ជិះផ្ទាល់ខ្លួនក្នុងការប្រកបមុខរបររកស៊ីក៏ដូចជាការទៅធ្វើការជាដើមប្រចាំថ្ងៃដើម្បីចិញ្ចឹមជីវិតហើយលុយនោះបន្តិចបន្តួចមែនទែនសម្រាប់នឹងទិញរបស់ម៉ូតូថ្មីមួយប៉ុន្តែរឿងអ្វីដែលគូមិនឲ្យជឿនោះគាត់បានទិញប៉ះរបស់មួយម៉ូតូនោះគឺថ្មីស៊េរីទំនើបហើយលក់ក្នុងតម្លៃពិសេសទៀតជូនគាត់អំឡុងពេលដែលគាត់បានទិញម៉ូតូថ្មីនោះរួចមករឿងរ៉ាវដ៏រន្ធត់បានកើតឡើងចំពោះគាត់អំឡុងដែលគាត់បានទិញម៉ូតូនោះត្រឹមតែមួយថ្ងៃប៉ុណ្ណោះហើយរឿងរ៉ាវមួយទៀតបានកាត់ឡើងរវាងកំឡោះនិងក្រមុំដែលអ្នកទាំងពីរនាក់បានស្រឡាញ់គ្នាកំឡោះគឺជាអ្នកក្រខ្សត់នៅក្នុងភូមិសូម្បីតែដីធ្វើផ្ទះក៏មិនមានដែរចំណែកឯនារីដែលជាគូជីវិតរបស់ខ្លួនគឺជាកូនអ្នកមាននៅក្នុងភូមិតោះដើម្បីឲ្យកាន់តែស៊ីជម្រៅដំណើរសាច់រឿងនីមួយៗមានរឿងស៊ីជម្រៅអ្វីខ្លះតោះទៅទស្សនាសម្រាប់ទាំងអស់គ្នារឿងរ៉ាវទី1ដែលគាត់មិននឹកស្មានថារបស់នោះគឺមានម្ចាស់នោះទេដោយគាត់បានមានលុយបន្តិចបន្តួចដើម្បីទៅទិញរបស់មួយក្នុងតម្លៃថោករឿងពិតមួយមិនគួរឲ្យជឿមែនហេតុអ្វីបានជាម៉ូតូស៊េរីទំនើបនៅថ្មីចាស់តែម្ដងបែរជាវាមានតម្លៃថោកបែបនេះសុទ្ធីបានមានលុយបន្តិចបន្តួចដោយខ្លួនបំរុងនឹងទិញម៉ូតូមួយទឹកមួយក្នុងហាងមួយកន្លែងព្រោះវាពិតជាមានតម្លៃទាបខ្លាំងមែនទែនបែរគាត់មិនអាចនឹកស្មានដល់ជាក់ស្ដែងសុទ្ធីបានត្រៀមលុយមួយចំនួនតូចសម្រាប់ទិញម៉ូតូថ្មីមួយដែលជាប្រភេទម៉ូតូលំដាប់ទាបតែប៉ុណ្ណោះប៉ុន្តែគោលដៅរបស់គាត់ត្រូវបានស្ទាក់ស្ទើរនៅមានកម្រងចង់ផ្លាស់ប្ដូរក្រោយពេលដឹងថាម៉ូតូមួយទឹកមួយគ្រឿងដែលមានលំដាប់ស៊េរីខ្ពស់ទំនើបបំផុតត្រូវបានគេដាក់លក់ក្នុងតម្លៃទាបមែនទែនគួរមិនឲ្យជឿម៉ូតូទំនើបបែបនេះចង់វិចអង្គដើររកមួយប្រទេសទៀតក៏គ្មានលក់ក្នុងតម្លៃបែបនេះដែរដូច្នេះទោះឱកាសល្អមកដល់បងឆាប់ទិញទៅព្រោះម៉ូតូនេះទោះបីជាមួយទឹកមែនប៉ុន្តែគុណភាពធានាជូនតែម្ដងអំឡុងពេលនោះសុទ្ធីមានអារម្មណ៍ស្ទាក់ស្ទើរព្រោះអ្នកលក់ខំប្រឹងនិយាយបញ្ចុះបញ្ចូលឲ្យសុទ្ធីទិញម៉ូតូមួយទឹកនេះសុទ្ធីហាក់មានចិត្តនឿយឆ្ងល់យ៉ាងខ្លាំងចំពោះនឹងតម្លៃជាមួយនឹងម៉ូតូដ៏ទំនើបមួយគ្រឿងនេះប៉ុន្តែសុទ្ធីមិនហ៊ានស៊ូនោមអ្នកលក់ច្រើនដែរព្រោះសុទ្ធីគឺជាមនុស្សដែលចេះខ្លាចចិត្តគេខ្លាំងណាស់ខ្លាចគេធុញទ្រាន់នឹងខ្លួនទៅជារឿយសុទ្ធីមិនចូលចិត្តស៊ូនោមអ្វីច្រើននោះទេឲ្យតែចិត្តខ្លួនចង់គឺទិញយកតែម្ដងម្យ៉ាងវិញដោយសារតែមានចិត្តស្រឡាញ់នឹងម៉ូតូនោះផងដែរគួបផ្សំនឹងប្រាក់របស់ខ្លួនមានចំនួនកំណត់តិចតួចមែនទែនទើបសុទ្ធីហាក់មិនសូវនឹងស្ទាក់ស្ទើរនិងសម្រេចចិត្តទិញម៉ូតូមួយគ្រឿងនោះប៉ុន្មានឡើយម្យ៉ាងវិញទៀតសុទ្ធីក៏មិនមែនជាមនុស្សមានអបិយជំនឿរឿងអរូបីអ្វីនោះទេទើបគាត់មិននឹកស្មានដល់រឿងមួយបានកើតឡើងបន្ទាប់ពីគាត់បានទិញម៉ូតូក្នុងតម្លៃទាបនោះរួចនៅទីបំផុតក្រោយពេលដែលរៀបចំធ្វើឯកសារទិញលក់រួចរាល់និងប្រគល់ប្រាក់ជូនម្ចាស់ហាងរួចហើយសុទ្ធីក៏បានជិះម៉ូតូថ្មីដែលជាម៉ូតូសំណប់ចិត្តរបស់ខ្លួនវិលត្រឡប់មកផ្ទះជួលវិញគាត់ជិះតាមផ្លូវបណ្ដើរហួចនឹងច្រៀងលេងបណ្ដើរហើយញញឹមបាត់មាត់មិនចិត្តនោះទេនៅពេលដែលគាត់រំភើបជាពន់ពេកព្រោះនឹកមិនស្មានថាប្រាក់ត្រឹមតែ$1000ជាបន្តិចបន្តួចតែប៉ុណ្ណោះគាត់អាចក្លាយជាម្ចាស់ម៉ូតូដ៏ទំនើបមួយនេះមកដល់ផ្ទះជួលវិញភ្លាម
សុទ្ធីបានចតនៅទុកនៅខាងជួនក្រោមដោយបន្ទប់គាត់ស្ថិតនៅជួនទី1ឯណោះប៉ុន្តែគាត់ពិតជាមិនដាច់អាល័យនឹងម៉ូតូដែលទៅនឹងទិញនោះទេក្រោយបានអោនងើបចុះឡើងចលើកសម្លឹងមើលម៉ូតូមួយសន្ទុះនៅទីបំផុតសុទ្ធីក៏សម្រេចចិត្តឡើងទៅដល់បន្ទប់ដើម្បីសម្រាកព្រោះថ្ងៃនេះគាត់បានជិះម៉ូតូអស់កម្លាំងហើយដើម្បីដើរឡើងទៅចិណ្ដើរហួសចិត្តនឹងបណ្ដើរដោយសេចក្តីរីករាយមិនទាន់អស់អាល័យចំពោះនឹងតម្លៃម៉ូតូដោយគាត់បានទិញម៉ូតូអំបញ្ញមិញណាស់អំឡុងពេលដែលគាត់ដើរជិតដល់បន្ទប់អំឡុងពេលនោះមានបរិសុទ្ធ2នាក់ដែលជាអ្នកជួលបន្ទប់នៅជួបនឹងសុទ្ធីពួកគាត់កំពុងតែផឹកស៊ីយ៉ាងសប្បាយអឹងកងបានប្រទះនឹងសុទ្ធីដើរមកបែបនេះគាត់ក៏បបួលសុទ្ធីឲ្យចូលរួមផឹកស៊ីជាមួយពួកគាត់ផងដែរប៉ុន្តែពេលនោះសុទ្ធីបានប្រកែកជាសញ្ញាបង្ហាញថាអញ្ជើញលោកបងផឹកចុះខ្ញុំរៀងអស់កម្លាំងមិនបានចូលរួមជាមួយនឹងបងទេគាត់ដើរចូលក្នុងបន្ទប់សុទ្ធីក៏ទម្លាក់កាបូបចុះហើយត្រេតខ្លួនទៅលើគ្រាតែម្ដងដាក់ក្បាលនៅលើខ្នើយបានបន្តិចស្រាប់តែសុទ្ធីមានអារម្មណ៍ទន់ច្របក់ភ្នែកហើយក៏ប្រប្រាស់ងងុយជាងមុនយ៉ាងខ្លាំងម្យ៉ាងវិញសុទ្ធីបានជិះម៉ូតូអស់ជាច្រើនម៉ោងរហូតដល់ល្ងាចដោយឥឡូវនេះម៉ោង8ជាងទៅហើយទើបហាក់មានអារម្មណ៍នឿយហត់គួបផ្សំនឹងងុយដេកអំបញ្ញមិញផងដែរមួយលំពេចនោះសុទ្ធីស្រាប់តែឮសំឡេងនរណាម្នាក់ដើរទៅដើរមកនៅខាងក្រៅបន្ទប់ទំនងដូចជាអន្ទះសាររងចាំនរណាម្នាក់ទៅបន្តដើរទៅវិញទៅមកឥតឈប់ឈរបែបនេះដោយក្តីនឿយឆ្ងល់ព្រមទាំងការធុញទ្រាន់បន្តិចបន្តួចផងសុទ្ធីក៏បានដើរទៅមើលនៅខាងក្រៅប៉ុន្តែมันមានប្រទះសូម្បីតែនរណាម្នាក់ឬស្រមោលនរណាម្នាក់ឡើយលើកលែងតែបរិសុទ្ធ2នាក់កំពុងតែផឹកជុំគ្នានោះឯងអំឡុងពេលនោះសុទ្ធីក៏បានស្រែកសួរថាអ្នកបងទាំងពីរអំបញ្ញមិញបងមានដើរមកបន្ទប់ខ្ញុំមែនដែរឬទេបងប្រុសទាំងពីរនោះហាក់មានចិត្តនឿយឆ្ងល់ជាខ្លាំងអត់ទេអាអូនពួកបងរកតែពេលលើកដាច់មិនចង់នឹងបានផងហើយមានពេលឯណាដើរទៅមុខបន្ទប់អាអូនឯងនោះអំបញ្ញមិញនេះនរណាដើរកាត់មុខបន្ទប់ខ្ញុំតើពួកបងមានស្គាល់ទេដើរចុះដើរឡើងអត់ឈប់ឈរដូច្នេះសុទ្ធីបានសួរបន្តអ្នកទាំងពីរក៏សើចបន្តិចរួចក៏និយាយបន្តទៀងកំ ប្លែងថាអាអូនឯងកំ ប្លែងណាស់ថ្ងៃនេះក្រែងមុននេះអាអូនឯងយកមិត្តភ័ក្តិមកជាមួយតើហើយទុកមិត្តភ័ក្តិចោលនៅខាងក្រៅតែអាអូនឯងដើរចូលក្នុងបន្ទប់ទៅទុកឲ្យគ្នានៅខាងក្រៅតែឯងទៅគ្នាដើរចុះដើរឡើងបែបនេះមើលមិត្តភ័ក្តិអាអូនឯងកំពុងតែសម្លឹងមើលមកហើយបរិសុទ្ធម្នាក់នោះបាននិយាយចប់ហើយក៏ងាកទៅនឹងចុលកែវគ្នាវិញជាមួយនឹងបនភឿនរបស់គាត់ទៅទុកឲ្យសុទ្ធីមានគំនិតនឿយឆ្ងល់ក្នុងចិត្តជាពន់ពេកអំឡុងពេលនោះសុទ្ធីក៏គិតក្នុងចិត្តថាយីអាពេកប្រមឹក2នាក់នេះសង្ស័យតែគាត់ដាក់ជ្រុលឡើងបែកភ្នែកមើលលេច្បាស់ហើយទៅថាខ្ញុំមកពីអ្នកឯងជិះម៉ូតូមកតែឯងសោះក្រោយគិតក្នុងចិត្តរួចសុទ្ធីក៏ក្រវីក្បាលបន្តិចហើយក៏វិលត្រឡប់ចូលទៅក្នុងបន្ទប់វិញសុទ្ធីក៏បានដោះសម្លៀកបំពាក់ចេញហើយយកក្រមាមកសៀតនឹងចង្កេះដើម្បីចូលទៅក្នុងបន្ទប់ទឹកសុទ្ធីមុជទឹកតាមទម្លាប់ដោយសពដងក៏ប៉ុន្តែបន្ទាប់ពីមុជទឹកមិនទាន់នឹងបានប៉ុន្មានផងគាត់ក៏ស្រាប់តែឮសំឡេងនរណាម្នាក់គោះទ្វារនៅខាងក្រៅគោះមួយទំហឹងតែម្ដងសុទ្ធីក៏ប្រញាប់យកក្រមាមកស្លៀកទាំងដែលមុជទឹកមិនទាន់នឹងរួចផងនៅក្នុងចិត្តរបស់គាត់
គឺគិតថាគ្មាននរណាផ្សេងក្រៅតែពីបរិសប្រមឹកទាំងពីរនាក់កំពុងតែជល់កែវគ្នានៅខាងក្រៅនោះឡើយដោយចិត្តមួម៉ៅសុធីក៏បើកទ្វារលួនក្រាំងក៏ប៉ុន្តែមិនប្រទះនឹងឃើញអ្វីសោះហើយអ្វីដែលគួរឲ្យកត់សម្គាល់សូម្បីតែបរិសប្រមឹកពីរនាក់ដែលកំពុងតែជល់កែវគ្នាអំបញ្ញមិញនោះមិនមានឃើញពួកវត្តមានគាត់នៅខាងក្រៅនេះទៀតឡើយដោយពួកគេបានបន្តទឹកត្រឹមតែកំពុងវិយាសាច់ខ្លែងចោលនៅមុខបន្ទប់តែប៉ុណ្ណោះសុធីក្រោយពីសម្លឹងមើលរកបរោះឬនរណាម្នាក់គង់បន្ទប់គាត់អំបញ្ញមិញលែងឃើញគាត់ក៏វិលត្រឡប់ចូលក្នុងបន្ទប់សាជាថ្មីម្ដងនេះដោយការសង្ស័យរឹតតែខ្លាំងឡើងប៉ុន្តែដើរចូលមកដល់បន្ទប់ត្រឹមមាត់ទ្វារមិនទាន់នឹងចូលដល់ក្នុងបន្ទប់ផងសុធីស្រាប់តែឮសំឡេងនរណាម្នាក់កំពុងតែបញ្ឆេះបន្ទោគាត់នៅខាងក្រោមអ្វីត្បិតទៅតែនឹងទិញម៉ូតូមិនទាន់បានមួយថ្ងៃផងសុធីបានកំណត់យ៉ាងច្បាស់ថាសំឡេងម៉ូតូដែលកំពុងតែបញ្ឆេះនោះគឺជាម៉ូតូរបស់គាត់ហើយសុធីក៏បានប្រញាប់ប្រញាល់ចុះទៅខាងក្រោមដោយសារតែគាត់មិនអាចអើតមើលម៉ូតូរបស់គាត់ពីខាងលើបានឡើយលុះសុធីរត់ចុះទៅដល់ក្រោមទាំងស្លៀកក្រមាដោយមិនខ្វល់ថាក្រមានោះអាចរបូតអាចនឹងចេញអាអូនតូចរបស់គាត់ក៏ថាបានព្រោះគាត់មានសេចក្តីបារម្ភចំពោះម៉ូតូខ្លួនជាងខ្លួនកំពុងតែស្លៀកក្រមានេះលុះពេលចុះទៅដល់ខាងក្រោមសុធីឃើញម៉ូតូរបស់គាត់នៅចតធម្មតាមិនមាននរណាម្នាក់នៅក្បែរនោះសូម្បីតែម្នាក់ឡើយបីត្បិតគាត់រត់លឿនម្លេះគាត់ថាគាត់រត់លឿនហើយហេតុអ្វីនរណាបញ្ឆេះម៉ូតូគាត់រត់លឿនជាងគាត់ទៅទៀតសុធីសួរខ្លួនឯងម្ដងបន្តិចហើយខំសម្លឹងមើលជុំវិញប៉ុន្តែមិនបានប្រទះឃើញស្រមោលមនុស្សសូម្បីតែម្នាក់សុធីមិនគិតដល់រឿងអ្វីច្រើនទៀតឡើយក្រៅពីបារម្ភតែម៉ូតូរបស់ខ្លួនខ្លាចក្រែងមានចោរលួចឬមាននរណាជិះរញ៉េរញ៉ៃព្រោះម៉ូតូនេះគឺជាសំណប់ចិត្តរបស់គាត់អំឡុងពេលនោះសុធីក៏បានរុញម៉ូតូចូលកាន់តែជ្រៅហើយបានខ្ចីច្រវាក់ពីម្ចាស់ផ្ទះនៅក្បែរនោះមកចាក់បន្ថែមទៀតព្រមទាំងផ្ដាំឲ្យម្ចាស់ផ្ទះជួយមើលបន្ថែមផងដោយគាត់បានរៀបរាប់ទៅប្រាប់ម្ចាស់ផ្ទះអំពីដំណើរទាំងស្រុងផងដែរប៉ុន្តែម្ចាស់ផ្ទះបានប្រកាសដាច់អហង្ការថាគាត់មិនបានឃើញនរណាម្នាក់បានលួចបញ្ឆេះម៉ូតូរបស់សុធីឡើយសុធីក៏បានឡើងមកលើបន្ទប់គេងវិញប៉ុន្តែឡើងមិនទាន់នឹងផុតជណ្ដើរស្រួលបួលផងគាត់ក៏បានប្រទះនឹងស្រមោលនរណាម្នាក់រត់កាត់មុខគាត់យ៉ាងលឿនទៅដល់ហលខាងមុខនៃជួរទី1អំឡុងពេលនោះសុធីបានបង្កើនល្បឿនឡើងជណ្ដើរកាន់តែលឿនដើម្បីឲ្យទាន់នឹងស្រមោលមួយនោះប៉ុន្តែពេលទៅដល់បែរជាមិនមានប្រទះឃើញនរណាម្នាក់នៅហលនោះអ្វីត្បិតតែជាមនុស្សមិនដែលជឿលើអបិយជំនឿក្តីក៏សុធីហាក់មានអារម្មណ៍ព្រឺឆ្អឹងខ្នងបន្តិចបន្តួចដែរប៉ុន្តែអាចទប់ស្មារតីបានយ៉ាងល្អសុធីក៏បានដើរចូលទៅក្នុងបន្ទប់សាជាថ្មីហើយរៀបចំស្លៀកពាក់ដើម្បីចូលគេងមិនទាន់នឹងបិទភ្នែកស្រួលបួលផងសុធីក៏បានឮសំឡេងមនុស្សម្នាក់ដើរនៅខាងក្រៅទៅមកម្ដងទៀតអំឡុងពេលនោះសុធីក៏ប្រទះស្រមោលនរណាម្នាក់ឈរនៅខាងក្រៅបង្អួចបន្ទប់របស់គាត់ដោយមានអាការៈស្ងៀមត្រឹងទំនងកំពុងតែសម្លឹងមើលមកគាត់នៅខាងក្នុងបន្ទប់សុធីបានបើកវងនួននិងបានបើកបង្អួចដើម្បីរកមើលអត្តសញ្ញាណបរិសដែលកំពុងតែឈរនោះប៉ុន្តែมันមានឃើញអ្វីសោះឡើយឈរបានបន្តិចក៏ស្រាប់តែមានស្រមោលមនុស្សម្នាក់រត់វឹងពីមុខគាត់ម្ដងទៀតម្ដងនេះភាពក្លាហានរបស់សុធីហាក់ធ្លាក់ចុះជាលំដាប់ដោយគាត់បានរត់ប្រញាប់ប្រញាល់រត់មកដេកនៅលើគ្រាព្រមទាំងទទួលភួយ
ភ្លុំចិត្តតែម្ដងនៅក្នុងចិត្តសុទ្ធីហាក់ប្រកាសយ៉ាងច្បាស់ថានេះត្រូវខ្មោចលងមែនទែនហើយមិនមែនជាមនុស្សនោះទេពេញមួយយប់នោះសុទ្ធីស្ដាប់ឮសំឡេងមនុស្សដើរទៅដើរមកនៅខាងមុខទ្វាររបស់គាត់មួយយប់ពេញតែម្ដងអំឡុងព្រឹកឡើងនៅពេលដែលសុទ្ធារៀបចំនឹងចេញទៅធ្វើការស្រាប់តែឮសំឡេងព្រះសង្ឃកំពុងតែសូត្រធម៌នៅខាងក្រៅបន្ទប់សុទ្ធាក៏ប្រញាប់ស្រោតទៅមើលខប្រទាននឹងព្រះសង្ឃពីរអង្គកំពុងតែសូត្រធម៌ដាក់នៅលើបរោះពីរនាក់ដែលផឹកយប់មិញដែលសុទ្ធាកំណត់សម្គាល់យ៉ាងច្បាស់ថាជាបរោះដែលប្រមឹកកាលពីយប់មិញអ្នកទាំងពីរអង្គុយទៀងញ័រដៃញ័រជើងនៃទៀងគូរបស់គាត់មើលទៅស្លក់ព្រមទៀងទឹកមុខស្លេកស្លាំងសក់ឡើងក្រដេញក្រដាញ់ផងដែរសុទ្ធីបានសួរនាំក្រុមគ្រួសារបរោះទាំងពីរនាក់នោះប៉ុន្តែគ្មាននរណាម្នាក់អាចផ្ដល់ចម្លើយជាក់លាក់ដល់សុទ្ធីបានឡើយមួយរំពេចនោះក៏ម្ចាស់ផ្ទះបានមកដល់ហើយក៏បានរៀបរាប់ប្រាប់ឲ្យសុទ្ធីប្រញាប់យកម៉ូតូនោះចេញពីផ្ទះគាត់ឲ្យលឿនហើយគាត់ក៏បាននិយាយថាអូនម៉ូតូអូនឯងមានបញ្ហាហើយបងសង្ស័យថាម៉ូតូនេះប្រកាសជាម៉ូតូខ្មោចហើយសុទ្ធីអូនឯងប្រញាប់យកចេញពីផ្ទះបងឲ្យលឿនអំឡុងពេលនោះសុទ្ធីមានការនឿយឆ្ងល់ជាខ្លាំងហើយក៏បានជជែកសួរជាមួយនឹងម្ចាស់ផ្ទះឲ្យលម្អិតពីរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញតើមានរឿងអ្វីកើតឡើងចំពោះនឹងម៉ូតូរបស់គាត់សុទ្ធីបានជជែកសួរលម្អិតហើយម្ចាស់ផ្ទះក៏បានរៀបរាប់ថាកាលពីយប់មិញនេះគឺនៅវេលាកណ្ដាលអាធ្រាត្រចន្លោះពីម៉ោង10ទៅម៉ោង12កណ្ដាលអាធ្រាត្រនេះឯងបងបានស្ដាប់ឮនរណាម្នាក់កំពុងតែបញ្ឆេះម៉ូតូហើយដោយងឿឆ្ងល់ថាតើនរណាមកបញ្ឆេះម៉ូតូទៀងកណ្ដាលយប់បែបនេះពេលគាត់ចេញមកខាងក្រៅក៏ប្រទះនឹងឃើញបរិសុទ្ធម្នាក់កំពុងតែជិះនៅលើម៉ូតូរបស់អូនឯងនៅខាងក្នុងផ្ទះរបស់គាត់ឃើញដូច្នេះបងក៏ប្រញាប់រត់ទៅសួរប៉ុន្តែពេលទៅដល់ដឹងថាអ្នកដែលកំពុងតែជិះនៅលើម៉ូតូអូនឯងនោះមិនមែនជាអូនសុទ្ធីឯងឡើយសុទ្ធីក៏បានជជែកសួរបន្ថែមព្រោះម្ចាស់ផ្ទះហាក់បងនិយាយមកដល់ត្រឹមនេះត្រឹងនឹងកន្លែងមិនចង់និយាយបន្ថែមទៀតក្រោយពីសុទ្ធីបានជជែកដដែលហើយម្ដងទៀតម្ចាស់ផ្ទះក៏បានឆ្លើយបន្តទៀតថាអំឡុងពេលដែលបងបានមកមើលបរិសុទ្ធម្នាក់ដែលកំពុងតែជិះនៅលើម៉ូតូអូនឯងកាលពីយប់មិញកណ្ដាលអាធ្រាត្រនោះគឺមានបរិសុទ្ធម្នាក់មៀតធំក្រញាញ់សម្បុរខ្មៅហើយនៅពេលដែលបងស្រែកសួរថានរណាគេម្ដេចក៏មកជិះម៉ូតូកណ្ដាលអាធ្រាត្រដូចនេះអំឡុងពេលនោះបរិសុទ្ធដែលមៀតធំពណ៌ខ្មៅនោះគេក៏ក្រឡេកភ្នែកមកទៀងគូដោយមិនទាន់បានមើលបងបានច្បាស់ផងក្បាលរបស់បរិសុទ្ធម្នាក់នោះស្រាប់តែដាច់ពីលើស្មាធ្លាក់មកដីតែម្ដងបងឃើញដូច្នេះមានអារម្មណ៍ភ័យខ្លាចជាខ្លាំងក៏ប្រញាប់រត់ចូលក្នុងបន្ទប់យ៉ាងលឿនតែម្ដងពីមួយយប់នោះបងឮសូរតែសំឡេងបរិសុទ្ធដែលជិះម៉ូតូអូនឯងនោះបញ្ឆេះឥតឈប់ឈរឡើយដោយបានស្ដាប់ដំណើររឿងមើលទៅដូចជាមិនស្រួលសុទ្ធីក៏បានលាម្ចាស់ផ្ទះប្រញាប់ប្រញាល់យកម៉ូតូនោះទៅឲ្យម្ចាស់ហាងវិញមកដល់ត្រឹមពាក្យកណ្ដាលផ្លូវសុទ្ធីស្រាប់តែមានអារម្មណ៍ថាដូចមាននរណាម្នាក់មកជិះនៅខាងក្រោយខ្នងរបស់គេទើបធ្វើឲ្យគេមានអារម្មណ៍ផិតភ័យនិងខ្លាចជាញាប់ញ័រជាខ្លាំងអំឡុងពេលនោះសុទ្ធីក៏បានងាកទៅខាងក្រោយដើម្បីរកមើលថាតើមាននរណាម្នាក់ជិះនៅខាងក្រោយពិតមែនដែរឬទេក្រោយពីបានក្រឡេកទៅត្រចៀករបស់គាត់ក៏បានឮសំឡេងនរណាម្នាក់និយាយខ្សឹបជាភាសាស្ដាប់គ្នាមិនយល់រំពេចនោះសុទ្ធីក៏បានងាកទៅខាងក្រោយដើម្បីរកមើលម្ចាស់សំឡេងដែលបានខ្សឹបដាក់ត្រចៀករបស់គាត់ក្រឡេកទៅ
ក៏ប្រទះឃើញបរិសម្នាក់មានធុំដៀងសម្បុរខ្មៅក្រញាញ់កំពុងតែអង្គុយនៅពីខាងក្រោយថ្នងរបស់សុធីមានអារម្មណ៍ផិតភ័យជាខ្លាំងក៏លែងអាចបញ្ជាម៉ូតូរបស់ខ្លួនឯងបានហើយម៉ូតូនោះក៏ជ្រុលចង្កូតទៅមុខនឹងបង្គោលភ្លើងមួយទំហឹងហើយសុធីក៏លែងដឹងខ្លួនទៅមួយរំពេចរំលងផុតទៅសុធីក៏បានបើកភ្នែកសន្សឹមក៏ប្រទះឃើញខ្លួនឯងកំពុងស្ថិតនៅលើគ្រែក្នុងមន្ទីរពេទ្យមួយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍និងរន្ធត់ជាងនេះតទៅនោះគឺនៅចុងគ្រែរបស់គាត់គឺមានបរិសុទ្ធមៀតធំដៀងដដែលនោះកំពុងតែឈរសម្លឹងមើលគាត់គួរឲ្យព្រឺសម្បុរនិងគួរឲ្យខ្លាចជាប៉ុនពេកហើយឈរមិនទាន់នឹងបានប្រមាណនាទីផងក្បាលបរិសុទ្ធម្នាក់ដែលកំពុងតែអង្គុយនៅលើគ្រែនោះដាច់ពីលើស្មាធ្លាក់ដុតនៅខាងក្រោមមុខនឹងការ៉ូលួនភូសុធីបានស្រែកលំពងពេញបន្ទប់នៅក្នុងមន្ទីរពេទ្យតែឯងមួយរំពេចនោះក្រុមគ្រូពេទ្យក៏បានមកដល់ហើយក៏បានចាក់ថ្នាំសណ្ដំឲ្យសុធីកេងលងលក់ព្រោះគិតថាសុធីប្រហែលជារងការប៉ះទង្គិចផ្លូវអារម្មណ៍ជាប៉ុនពេកទើបធ្វើឲ្យខ្លួនគេមានអារម្មណ៍ចម្លែកហើយស្រែកស្លុតស្មារតីដូចនេះក្រោយពេលអស់ឥទ្ធិពលថ្នាំសណ្ដប់បាត់ទៅសុធីក៏ដឹងខ្លួនសារជាថ្មីប៉ុន្តែម្ដងនេះនៅជិតគ្រារបស់គាត់គឺមិនមានវត្តមានរបស់បរិសុទ្ធដែលមានមៀតធំដៀងខ្មៅក្រញាញ់នោះទេគឺមានវត្តមានរបស់សុរិនដែលជាមិត្តស្និទ្ធស្នាលរបស់គាត់ម្នាក់ហើយសុរិនក៏បានរៀបរាប់ដំណើររឿងទាក់ទងនឹងម៉ូតូរបស់គាត់ប្រាប់សុធីថាសុធីតើឯងដឹងដែរឬទេថាម៉ូតូដែលបានទិញកាលពីម្សិលមិញនោះគឺជាម៉ូតូរបស់បរិសុទ្ធម្នាក់ដែលត្រូវបានគេសម្លាប់កាត់ក្បាលចោលកាលពី8ថ្ងៃមុនហើយម៉ូតូរបស់គាត់ត្រូវបានចោលលួចយកទៅបាត់លក់នៅក្នុងហាងមួយដែលសុធីឯងទៅទិញកាលពីម្សិលមិញឯណោះនិយាយទៅចៅនិងម្ចាស់ហាងនោះគឺជាបងប្អូនបង្កើតនឹងគ្នាហើយពួកគេបានខុបខិតគ្នាលក់ម៉ូតូចេញលក់ក្នុងតម្លៃថោកបំផុតដើម្បីឲ្យមានអ្នកឆាប់ទិញនិងអាចរួចផុតពីការស៊ើបអង្កេតរបស់សមត្ថកិច្ចដើម្បីកុំឲ្យមានរឿងអ្វីកើតឡើងបន្តទៀតប៉ុន្តែរឿងគ្រប់យ៉ាងបានបញ្ចប់ត្រឹមនឹងឡើយព្រោះបរិសុទ្ធដែលជាម្ចាស់ម៉ូតូនោះពិតជាស្រឡាញ់ម៉ូតូរបស់គាត់ខ្លាំងណាស់ដូច្នេះគាត់ក៏ក្លាយទៅជាអមនុស្សនៅចាំហួងហែងទ្រព្យសម្បត្តិរបស់គាត់គឺលងបន្លាចនរណាម្នាក់ឲ្យតែមកទិញម៉ូតូនោះធ្វើជាកម្មសិទ្ធិបន្តប្រកបណាស់នឹងត្រូវគាត់លងជាមិនខានតើឯងដឹងទេថាកាលពីយប់មិញនោះពូទាំងពីរនាក់ដែលកំពុងតែអង្គុយផឹកនៅជាប់នឹងបន្ទប់ឯងនោះគឺត្រូវខ្មោចម្ចាស់ម៉ូតូលងនេះឯងទៅពួកគាត់មានអាការៈរវើរវាយបែបនេះហើយប៉ុន្តែឥឡូវពួកគាត់មានសតិប្រកបដៃវិញហើយអំឡុងពេលនោះរោមដៃរោមជើងរបស់សុធីឡោកបាសជ្រោកអស់ទៅហើយនៅពេលបែរបានដឹងរឿងគ្រប់យ៉ាងទាំងស្រុងដែលបានកើតឡើងតាក់ទងទៅនឹងម៉ូតូរបស់ខ្លួនបែបនេះនៅថ្ងៃដដែលនោះប៉ូលីសក៏បានទៅសួរនាំចម្លើយសុធីបន្ថែមព្រមទាំងរើបអូម៉ូតូថ្មីរបស់សុធីយកទៅវិញផងដែរព្រោះម៉ូតូនេះគឺជាប់ពាក់ព័ន្ធនឹងរឿងក្តីឃាតកម្មមិនត្រឹមតែប៉ុណ្ណោះទេខតឃាតករដែលជាម្ចាស់ហាងឃាតករនិងម្ចាស់ហាងក៏ត្រូវបានប៉ូលីសចាប់ខ្លួនធ្វើសំណុំរឿងបន្តទៀតផងដែរឯសុធីវិញក៏ត្រូវបានសមត្ថកិច្ចប្រកល់ម៉ូតូជូនវិញព្រោះម៉ូតូនេះសុធីបានទិញដោយសុចរិតមិនបានលួចប្លន់ឬកាប់សម្លាប់ដើម្បីយកម៉ូតូនោះឡើយចាប់តាំងពីពេលនោះមកសុធីក៏រស់នៅក្នុងបន្ទប់ជួលមិនដែលឃើញវិញ្ញាណម្ចាស់ម៉ូតូនោះទៀតឡើយក៏ប៉ុន្តែសុធីតែងតែធ្វើបុណ្យឧទ្ទិសកុសលឲ្យម្ចាស់ម៉ូតូនោះជារឿយៗដើម្បីឲ្យគាត់ឆាប់ទៅសុគតិភពនិងកុំវល់វល់នឹងរបស់ខ្លួនតទៅទៀតអីរឿងរ៉ាវមួយនេះសូមស្លេះត្រឹមតែប៉ុណ្ណេះអរគុណប្រិយមិត្តសម្រាប់ការស្ដាប់ក៏ដូចជាការ
ទស្សនានៅក្នុង Channel Kayako Story ជួបគ្នានៅវីដេអូក្រោយជាមួយនឹង admin ម្ដងទៀតសេចក្តីស្នេហារបស់កំឡោះក្រមុំសម័យនេះក្តៅកគុកដូចជាភ្លើងហាក់បីដូចជាគ្មាននរណាម្នាក់អាចមកបន្លត់បានឡើយយ៉ាងណាមិញសេចក្តីស្នេហារបស់កំឡោះក្រមុំនៅស្រុកស្រែក៏មិនចាញ់នៅអ្នកទីក្រុងប៉ុន្មានដែរនាយកំឡោះជាកូនកសិករក្រីក្រម្នាក់មានជីវភាពកំសត់លំបាកតោកយ៉ាក់គ្មានដីស្រែជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនឡើយព្រោះឪពុកម្ដាយមិនបានបន្សល់គេទុកឲ្យកូនឡើយនៅពេលដែលគាត់នៅមានជីវិតក្រោយពេលគាត់បានស្លាប់ទៅនាយកំឡោះនៅតែម្នាក់ឯងស៊ីស្នួលធ្វើស្រែឲ្យគេផុតពីរដូវធ្វើស្រែទីស្នួលធ្វើជាកម្មករជីកដំឡូងធ្វើសំណង់កាប់គាស់ដីចម្ការជាដើមទោះបីជានាយកំឡោះរូបសង្ហាមានមុខមាត់ពេញដោយពោពេញដោយមន្តស្នេហ៍ក៏ដោយតែគេរកគូពុំទាន់បានឡើយគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីខ្ទមដ៏តូចកំសត់មួយនៅឯចុងស្រែប៉ុណ្ណោះដែលសាងសង់នៅលើដីរបស់គេទៅទៀតទោះបីជាយ៉ាងណាក្តីក៏ដោយក៏នាយនៅតែមានសេចក្តីស្រឡាញ់ស្នេហាមនុស្សយើងនៅលើលោកនេះសុទ្ធតែមានបេះដូងដូចគ្នាសុទ្ធតែជាប់មានសេចក្តីស្នេហាលោភៈទៅវិញទៅមកសេចក្តីស្នេហាតែងតែកើតឡើងជារឿយៗរបស់មនុស្សលោកជាធម្មតាទៅហើយមួយគ្រាកន្លងផុតទៅនាយកំឡោះបានគ្រប់គ្រងបេះដូងក្រមុំម្នាក់ឈ្មោះដាត្រូវជាកូនស្រីមេអ្នកលេងម្នាក់នៅក្នុងភូមិគេមានទ្រព្យសម្បត្តិស្ដុកស្ដំឪពុកម្ដាយស្រឡាញ់កូនដូចកែវភ្នែកព្រោះក្រុមគ្រួសាររបស់គេមានតែនាងស្រីដាតែម្នាក់គត់ទើបគាត់មានការហួងហែងនិងបារម្ភជាខ្លាំងចំពោះនាងមានកំឡោះស្រុកស្រែជាច្រើនលួចស្រឡាញ់ស្រីដាតែនាងមិនចាប់អារម្មណ៍នរណាទាំងអស់ក្រៅតែពីបររកនាយកំសត់នៅឯចំភូមិឯណោះផុតរដូវធ្វើស្រែនាយកំឡោះមានពេលទំនេរច្រើនក៏ដេកយល់អង្រឹងនៅឯលើគ្រាក្នុងខ្ទមតែម្នាក់ឯងជួនពេលថ្ងៃនេះអត់សុខស្រាប់តែលេចមុខរូបស្រីដានៅចំមុខតែម្ដងអំឡុងពេលនោះនាយកំសត់ក៏បាននិយាយទៅកាន់ដាថាអាដាហេតុអ្វីអូនអាចមកបានតើពុកអូនមិនសង្ស័យទេឬអំឡុងពេលនោះស្រីដាស្រស់ស្រីក៏បាននិយាយតបទៅកាន់បរិះនាយកំសត់នោះថាចាបងអូនបានប្រាប់គាត់ថាអូនទៅដើរលេងជាមួយមិត្តភក្តិនៅឯភូមិមួយក្រោយក្រមុំស្រីស្រស់បានឆ្លើយតបមកវិញទាំងសំឡេងផ្អែមទន់ភ្លន់រួចក៏បាននិយាយទៅកាន់កំឡោះកំសត់ម្នាក់នោះទៀតថាបងថ្ងៃនេះមិនផ្លុំខ្លុយទេឬព្រោះបើមិនបានស្ដាប់សំឡេងខ្លុយរបស់បងស្រីដាហាក់បីដូចជាគ្មានកម្លាំងចិត្តយ៉ាងម៉េចទេឬថ្ងៃនេះនាយកំឡោះក៏បានយកខ្លុយមកផ្លុំឲ្យគូស្នេហ៍របស់ខ្លួនស្ដាប់នៅក្នុងស្រុកភូមិនេះមានតែកំឡោះម្នាក់នេះគាត់ដែលផ្លុំខ្លុយពីរោះធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍រីករាយខណៈដែលកំពុងតែផ្លុំខ្លុយនាងស្រីដាក្រមុំរូបស្រស់ក៏គៀតសរសៀរខ្លួនចូលទៅក្នុងរង្វង់ដៃរបស់កំឡោះកំសត់ម្នាក់នោះនាយរូបស្រស់ក៏ដាក់ខ្លុយចុះហើយក៏បានស្ទាបបង្អែលលោមភាគរបស់ស្រីដាថ្ងៃនេះជាគ្រាមួយដែលពួកគេទាំងពីរនាក់មានសេចក្តីសុខបំផុតតាំងពីទំនាក់ទំនងសេចក្តីស្នេហារវាងអ្នកទាំងពីរអស់កន្លងគ្រាជាយូរយារណាស់មកហើយនាងដាក៏បានស្លៀកពាក់រួចរាល់ហើយក៏ហក់ចូលក្នុងរង្វង់ដៃនាយកំឡោះម្នាក់នោះជាលើកទី2រួចពួកគេក៏បានជុំគ្នាទៅវិញទៅមកនៅក្នុងគ្រានេះថាខ្ញុំគិតចង់វិលត្រឡប់ទៅផ្ទះវិញហើយបងព្រោះអូនមកយូរបន្តិចហើយខ្លាចលោកពុកមានការសង្ស័យថាអូនមកជួបបងនៅក្នុងផ្ទះនេះអំឡុងពេលនោះ
នាយកំឡោះក៏បាននិយាយទៅកាន់ស្រីដាវិញថាពួកយើងគួររត់គេចទៅជាមួយគ្នាទៅអូនបងមិនអាចមានជីវិតរស់នៅទេបើខ្វះអូននៅជាតិនេះណាក៏សញ្ជឹងគិតមួយសន្ទុះរួចក៏ឆ្លើយទៀងតក់ក្រហល់ថាយល់ព្រមបងពួកគេទាំងពីរនាក់បានណាត់កន្លែងហើយវិច្ចបង្វិចរត់តាមគ្នានៅថ្ងៃស្អែកអំឡុងពេលនោះពួកគេក៏បានគិតទៀតថាតើពួកគេនឹងរត់ទៅទីណាស្រីដាក៏និយាយទៅកាន់នាយកំឡោះថាពួកយើងរត់ទៅឲ្យឆ្ងាយពីកន្លែងនេះណាបងនាយកំឡោះក៏បាននិយាយតបវិញអញ្ចឹងក៏បានដែរទៅទីណាក៏បានឲ្យតែពួកយើងទាំងពីរនាក់ព្រោះរួមរយជាមួយគ្នាក្រោយពីសន្យាគ្នារួចហើយស្រីស្រស់ក៏វិលត្រឡប់ទៅផ្ទះវិញប៉ុន្តែជាគ្រោះអកុសលរបស់នាយកំឡោះនិងនាយក្រមុំជាគូស្វាមីភរិយាគូថ្មថ្មីមួយនេះព្រោះពូអានដែលជាឪពុករបស់ដាបានដឹងរឿងនេះនិងប្រកាសក្នុងចិត្តថាកូនក្រមុំរបស់ខ្លួនបានត្រៀមខ្លួនរត់តាមកំឡោះរូបនោះនៅពេលនោះនាយកំឡោះបានផ្លុំខ្លុយធ្វើជាសញ្ញាហៅស្រីដាឲ្យពេចបង្វិចរត់ចេញពីផ្ទះដើម្បីនាំគ្នាចេញដំណើរទៅស្រាប់តែនាយកំឡោះកំពុងតែផ្លុំខ្លុយស្រាប់តែលេចចេញមនុស្សមួយក្រុមដែលជាបកពូ4ផនរបស់ពូអានចេញមកឡើងពួតវាយប្រហារយ៉ាងចាស់ដៃដោយអ្នកខ្លះប្រើកំបិតគៀកកាប់ផងចាក់ផងធ្វើឲ្យកំឡោះម្នាក់នោះដេកដួលនៅនឹងកន្លែងតែម្ដងបកពួកបនភឿនរបស់ពូអានបានអូសទាញសាកសពរបស់នាយកំឡោះម្នាក់នោះទៅកប់ចោលនៅក្រោមដើមឈើមួយដែលតែងតែជាកន្លែងដែលបរិសម្នាក់នោះបានឈររងចាំសេចក្តីស្នេហាពីស្រីដានៅខាងរបងផ្ទះនៅឯនោះឯងអំឡុងពេលនោះណាខូចចិត្តជាពន់ពេករហូតដល់គិតថ្នាក់ចងកសម្លាប់ខ្លួនតាមគូស្នេហ៍ដោយដឹងថាគូស្នេហ៍របស់ខ្លួនត្រូវបានឪពុកធ្វើឃាតបាត់ទៅហើយពូអានជាឪពុកបានចាត់មនុស្សឲ្យចាំមើលការខុសត្រូវយ៉ាងរឹងមាំបំផុតចំពោះកូនស្រីរបស់ខ្លួនដោយដឹងថាកូនស្រីរបស់គាត់ចង់ធ្វើឃាតតាមគូស្នេហ៍របស់នាងពេលវេលាកន្លងផុតទៅ7ថ្ងៃស្រាប់តែមនុស្សនៅខាងក្នុងផ្ទះបានឮសំឡេងខ្លុយដល់ក្រលួចស្រណោះស្រណោកជាពន់ពេកប៉ុន្តែគេរកអ្នកផ្លុំមិនឃើញទាល់តែសោះសូវឮតែសំឡេងខ្លុយប៉ុន្តែមិនឮសំឡេងអ្នកផ្លុំហើយសំឡេងខ្លុយនោះទៅទៀតគឺលាន់ឮពេញភ្នូរកប់ខ្មោចដែលនៅខាងក្រោមដើមឈើនោះឯងបានលាន់ឮសំឡេងខ្លុយនៅពេលយប់អ្នកនៅក្នុងផ្ទះគ្រប់គ្នាគ្មាននរណាម្នាក់ហ៊ានអើតក្បាលចេញទៅមើលឡើយព្រោះដឹងយ៉ាងច្បាស់ថាសំឡេងខ្លុយនោះគឺខ្មោចជាអ្នកផ្លុំមិនមែនមនុស្សនោះទេសំឡេងខ្លុយបានធ្វើឲ្យក្រមុំកើតសេចក្តីស្នេហាយ៉ាងខ្លាំងព្រោះនាងដេកមិនលក់បក់មិនហើយប្រែខ្លួនប្រប្រេះប្រប្រាស់ចុះឡើងនៅក្នុងបន្ទប់តែម្នាក់ឯងចាប់តាំងពីថ្ងៃនោះមកកូនក្រមុំរបស់ពូអានអ្នកលេងនៅក្នុងភូមិក៏ចាប់ផ្ដើមមានអាការៈមិនចង់មាត់កទាល់តែសោះសូម្បីតែម្ហូបអាហារនំចំណីនាងក៏មិនព្រមបរិភោគដែរលុះវេលាកន្លងកាលកាន់តែយូរទៅរូបរាងកាយនាងស្រីដាធ្លាប់តែមានមុខមាត់ផូរផង់អ្នកភូមិឃើញហើយលុងនិងសម្រស់នាងក៏ប្រែคล้ายទៅជាទ្រុឌទ្រោមអាការៈកាន់តែធ្ងន់ទៅធ្វើឲ្យពូអានព្រួយបារម្ភចំពោះនាងជាពន់ពេកពូអានខំប្រឹងដើររកគ្រូពេទ្យគ្រប់ទីកន្លែងដើម្បីឲ្យមើលអាការៈរបស់កូនរបស់គាត់ក៏ប៉ុន្តែជំងឺរបស់ស្រីដានៅតែមិនធូរស្រាលទាល់តែសោះទោះគ្រូពេទ្យមកពីទីណាក៏មិនអាចព្យាបាលជំងឺនាងបានឡើយអំឡុងពេលនោះគាត់ក៏បានទៅរកគ្រូពេទ្យនៅឯក្រុងមួយមកជួយព្យាបាលជំងឺរបស់កូនស្រីគាត់អំឡុងពេលដែលគ្រូពេទ្យកំពុងតែព្យាបាល
គាត់ក៏បានសួរត្រង់ទៅកាន់លោកគ្រូពេទ្យថាសូមសួរតាមត្រង់លោកគ្រូពេទ្យមើលទៅកូនស្រីរបស់ខ្ញុំអាចមានផ្លូវកែប្រែវិញបានដែរឬទេអំឡុងពេលនោះគ្រូពេទ្យបានឆ្លើយទៀងទឹកមុខគួរឲ្យអស់សង្ឃឹមថាខ្ញុំនិយាយតាមត្រង់លោកពូជំងឺនេះពិបាកនឹងព្យាបាលណាស់ជំងឺបាក់ទឹកចិត្តដូចនេះពូអានបានសួរម្ដងទៀតលោកគ្រូពេទ្យឆ្លើយមិនត្រូវនឹងសំណួរដែលខ្ញុំបានសួរនោះទេខ្ញុំសួរថាតើកូនស្រីរបស់ខ្ញុំអាចស្លាប់ដែរឬទេសូមលោកគ្រូអញ្ជើញឆ្លើយតាមត្រង់ទៅចុះមិនបាច់ក្រែងចិត្តខ្ញុំទេគ្រូពេទ្យក៏ឆ្លើយតាមត្រង់បាទលោកពូរោគអ្វីអាចព្យាបាលបានតែរោគផ្លូវចិត្តនេះពិបាកនឹងព្យាបាលណាស់នៅលើโลกនេះពីព្រោះអ្នកដែលគេកើតរោគនេះមិននឹងជួយខ្លួនឯងផងតើមាននរណាអាចព្យាបាលគេបានបើគេមិនព្រមបំភ្លេចអតីតកាលបានទេនោះអាការៈរបស់គេនឹងមិនធូរស្រាលជាធម្មតាវិញឡើយសូម្បីតែរូបខ្ញុំផ្ទាល់ពេលនេះក៏ទាល់ប្រាជ្ញានឹងព្យាបាលជំងឺរបស់កូនស្រីរបស់លោកពូដែរនាងណាក៏ប្រែខ្លួនដេកនៅលើគ្រារងចាំតែសេចក្តីស្លាប់មកដល់តែប៉ុណ្ណោះអំឡុងពេលនោះសំឡេងខ្លុយបានបាត់ 4-5 ថ្ងៃមកហើយប៉ុន្តែមកដល់យប់ទី5មកដល់ពេលនេះអាការៈរបស់ស្រីដាកាន់តែទ្រុឌទ្រោមគួរឲ្យខ្លាចជាពន់ពេករហូតមកដល់យប់មួយអាកាសធាតុចុះត្រជាក់ជាងរាល់ដងនៅយប់នេះខាងក្រោមផ្ទះមានការបង្កាត់ភ្លើងដើម្បីការពារមូសនិងអាកាសធាតុចុះត្រជាក់ស្រាប់តែលំពេចនោះមានលាយឡំនឹងសម្លេងខ្យល់ចុះត្រជាក់យ៉ាងខ្លាំងលំពេចនោះសម្លេងឆ្កែលូនៅក្នុងភូមិបានលាន់លូប្រណាំងគ្នាពូអាននិងប្រពន្ធព្រមទាំងសាច់ញាតិរបស់គាត់មកអង្គុយលេងជជែកគ្នានៅក្នុងរបងផ្ទះពួកគេក៏បាននិយាយសំណេះសំណាលអំពីអាការៈសភាពរបស់ស្រីដាគួរឲ្យព្រួយបារម្ភជាពន់ពេកនៅពេលនេះរំពេចនោះមានបរិស័ទញាតិរបស់ពូអានម្នាក់ក៏ស្រែកលួនឡើងលំពងពេញផ្ទះថាមើលណូអាដាដើរចេញពីបន្ទប់ហើយស្រាប់តែនាងដាដើរចេញពីបន្ទប់ភ្លាមសំឡេងខ្លុយស្រាប់តែលួនបន្លឺឡើងប្រណាំងនឹងគ្នាតែម្ដងឆ្កែនៅក្នុងភូមិចាប់ផ្ដើមព្រុសលូដូចជាចាំទទួលនឹងសំឡេងខ្លុយដូចនេះដែរពូអានក៏ស្រែកឡើងចាប់អាដាឲ្យជាប់រួចយកវាទៅក្នុងបន្ទប់វិញអំឡុងពេលនោះស្រីដាក៏ដើរមកដល់ក្បាលកម្មចដើសាច់ញាតិរបស់គាត់ម្នាក់ស្រវាចាប់ខ្លួនដាប៉ុន្តែបែរជាដូចជាចាប់ខ្យល់ទៅវិញស្រីដាក៏ដើរចុះមកដល់លើដីហើយកំពុងតែដើរតម្រង់ទៅនឹងដំបងផ្ទះនៅឯក្រៅដើម្បីដើរចេញទៅខាងក្រៅពូអានបានស្រែកលួនឡើងលំពងព្រមទាំងខិតខំស្រវេស្រវារត់តាមចាប់កូនស្រីរហូតទាល់តែភ្លាត់ដួលប្រោកគាត់ងើបវិញរត់ទៅចាប់ខ្លួនស្រីដាត្រឡប់មកផ្ទះវិញម្ដងទៀតប៉ុន្តែដូចជាចាប់ខ្យល់ទៅវិញប្រពន្ធពូអាននិងសាច់ញាតិជាច្រើនអ្នកទៀតក៏នាំគ្នារត់តាមនាងខាងក្រោយរំពេចនោះសំឡេងខ្លុយលួនលឺកាន់តែខ្លាំងឡើងស្រីដាដែលកាន់តែគៀកទៅនឹងដើមឈើដែលគេបានកប់សាកសពនិងមានរណ្ដាវខ្មោចមួយនៅក្រោមដើមឈើនោះរណ្ដាវនោះគឺជារណ្ដាវសាកសពគូស្នេហ៍របស់នាងអំឡុងពេលដែលនាងដើរជិតទៅដល់រណ្ដាវកប់សាកសពដែលនៅខាងក្រោមដើមឈើនោះមនុស្សគ្រប់គ្នារត់ទៅចាប់ទាញនាងតែជ្រុលខ្លួនបុកទាំងតិចក្បាលគ្នាលួនសូផោម្នាក់មានការឈឺចាប់ជាពន់ពេករំពេញនោះរូបរាងរបស់ស្រីដាក៏បានបាត់នៅក្រោមដើមឈើនោះព្រមទាំងនឹងសម្លេងខ្លុយទៅជាមួយនឹងផងដែរគ្រប់គ្នាមានការនឿយឆ្ងល់ជាពន់ពេកថាហេតុអ្វីអ្នកដែលដើរអំបញ្ញមិញនេះចាប់មិនបានព្រមទាំងឥឡូវនេះ
រលាយបាត់នៅក្នុងក្រោមដើមឈើនេះទៅទៀតពួកអាននាំប្រពន្ធនិងសាច់ញាតិវិលត្រឡប់មកវិញដោយមិនយល់អ្វីសោះថាតើមានរឿងអ្វីកើតឡើងអំបញ្ញមិញនេះតើនរណាដែលចុះមកពីលើផ្ទះអំបញ្ញមិញតើនាងដាឬក៏ជីនរណាគេបើមិនស្រីដាតើនរណាទៅចាប់នាងមិនបានហើយបែរជារលាយបាត់នៅក្រោមដើមឈើនោះអំឡុងពេលនោះមនុស្សគ្រប់គ្នាព្រមទាំងសាច់ញាតិនិងពួកអនមិនទាន់នឹងដឹងថាមានរឿងអ្វីកើតឡើងនៅក្នុងបន្ទប់ស្រីដានោះទេដោយពួកគាត់កំពុងតែនាំគ្នានឿយឆ្ងល់ពីរឿងហេតុការណ៍ដែលបានកើតឡើងអំបញ្ញមិញនេះពួកគាត់បានជជែកគ្នាមួយសន្ទុះមិនទាន់នឹងទៅមើលថាតើមានរឿងអ្វីកើតឡើងនៅក្នុងបន្ទប់នោះទេក្រោយពេលពួកគាត់បានចម្រើននំគ្នាមួយសម្បកអំពីរឿងរ៉ាវដែលបានកើតឡើងអំបញ្ញមិញនេះរួចរាល់គាត់ក៏នាំគ្នាទៅមើលបន្ទប់ស្រីដាដើម្បីឲ្យដឹងកាន់តែច្បាស់ថាតើនរណាគេដែលចុះពីបន្ទប់របស់នាងអំបញ្ញមិញនេះលុះពេលដែលពួកគាត់បាននាំគ្នាទៅបើកទ្វារបន្ទប់ស្រីដាភ្លាមទើបមនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់ថារូបរាងកាយដ៏ស្គមស្គៀងកំពុងតែគេងនៅលើគ្រានោះគឺស្រីដាបានផុតដង្ហើមទៅហើយដោយមិនដឹងជាស្លាប់តាំងពីពេលណានោះទេជនអ្នកដែលចុះពីលើផ្ទះអំបញ្ញមិញនេះតើជានរណាប្រកាសណាស់គឺជាប្រលឹងរបស់ស្រីដាដែលចេញពីផ្ទះដើរសំដៅទៅកន្លែងដែលគេបានកប់សាកសពជាគូស្នេហ៍របស់ខ្លួនដែលពុករបស់គាត់បានធ្វើឃាតបរិសម្នាក់ដែលជាគូស្នេហ៍នោះឯងក្រោយពីបានដឹងរឿងហេតុការណ៍សពគ្រប់ហើយពួកអានក៏បានយកសាកសពនាងទៅធ្វើបុណ្យទៅតាមប្រពៃណីដោយពួកគាត់និងសាច់ញាតិបងប្អូនមានវិបដិសារីជាខ្លាំងមិនគួរណាបំបែកបំបាក់ស្នេហាកូនខ្លួននេះឯងដោយសារតែគាត់មានវិបដិសារីអំឡុងពេលដែលគាត់បានធ្វើបុណ្យឲ្យកូនស្រីរបស់គាត់នោះគាត់ក៏បានគោះសាកសពបរោះកំសត់នៅឯចុងភូមិនោះមកធ្វើបុណ្យជាមួយនឹងកូនស្រីរបស់គាត់ដើម្បីបំពេញបំណងចុងក្រោយរបស់កូនស្រីគាត់ឲ្យជួបគ្នានៅពេលដែលពួកគេទាំងពីរនាក់បានលាចាកពីលើលោកនេះបាត់ទៅហើយទោះគាត់បានធ្វើបុណ្យជូនកូនស្រីរបស់គាត់តាមប្រពៃណីក៏ដោយក៏គាត់នៅតែមានវិបដិសារីជាខ្លាំងដោយសារតែគាត់មិនគួរណាបំបែកបំបាក់ស្នេហាអ្នកទាំងពីរនោះទេក្រោយពីបានធ្វើបុណ្យរួចរាល់ពួកគាត់ក៏តែងតែធ្វើបុណ្យឧទ្ទិសកុសលដាក់បាតឲ្យកូនគាត់និងគូស្វាមីរបស់នាងផងដែរហើយរឿងរ៉ាវមួយនេះសូមស្លេះត្រឹមតែប៉ុណ្ណេះអរគុណប្រិយមិត្តសម្រាប់ការស្ដាប់ក៏ដូចជាការទស្សនាជួបគ្នានៅរឿងក្រោយ